นี่บางคนเอาแต่เพียงนะเป็นอย่างงี้มองผมมวยใบหนึ่งตีแล้วเนี่ยខ្ញុំរៀបចំចេញទៅផ្ទះវិញហើយក៏ឃើញថាបងប្អូនយើងមកលេងច្រើនមែនទេណាខាងអាងក៏ពេញពួយអង្គុយឡើងត្រៀបត្រាតែម្ដងពេលល្ងាចតិចអញ្ចឹងជួបជុំបងប្អូនបាទមិត្តភ័ក្តិរួមការងារជាមួយគ្នាអញ្ចឹងទៅដូចថាយើងលំហែអារម្មណ៍លំហែកាយនៅពេលល្ងាចដូចថាយើងធ្វើការហត់នឿយណាចុងសប្តាហ៍ថ្ងៃសៅរ៍អាទិត្យជួបជុំគ្នាបាទជួបជុំគ្នាជជែកការងារជជែកពីនេះពីនោះមើលទៅរីករាយមែនទែនបាទអ្នកខ្លះទៅក៏គាត់មកលក្ខណៈគ្រួសារបងប្អូនកូនក្មួយអ្នកខ្លះក៏មកជាលក្ខណៈប្តីប្រពន្ធគាត់ចឹងទៅអ្នកខ្លះក៏មកលក្ខណៈសង្សារអីគាត់ចឹងទៅមកច្រើនមែនទែននឹកស្មានថាអាងពីងពួយយើងឥឡូវមានបងប្អូនយើងមកលេងច្រើនអត់ដែរដឹងទេព្រោះខ្ញុំខានមកលេងយូរដែរព្រោះកាលមុនផ្លូវរៀងពិបាកទៅអត់សូវមានអ្នកណាមកលេងទេតែឥឡូវឃើញថាការអភិវឌ្ឍឡើងស្អាតតែម្ដងប្លែកភ្នែកមែនណាបាទយើងក៏លេចមើលទៅបងប្អូនមើលឃើញហ្នឹងអង្គុយឡើងពេញតុកតែម្ដងនិយាយថាចាំមើលបើសិនជាដល់ដូចដល់នៅបនចូលឆ្នាំអីខាងមុខមិនដឹងថាមនុស្សណែណាប់អីទេនេះគាត់ថាល្ងាចថ្ងៃសៅរ៍អាទិត្យអីហ្នឹង8មីនាមនុស្សប៉ុណ្ណឹងហើយតរំតាចូលឆ្នាំទៀតរកកន្លែងអង្គុយរកកន្លែងដើមឃើញទេឡានអីនោះបើចង់ដើរលេងមិនដល់តែមកមុនគេបានរកកន្លែងអង្គុយឃើញឬក៏មកលេងមុនថ្ងៃមកបងប្អូនអើយកុំឲ្យចង្អៀតថ្ងៃចូលឆ្នាំដឹងតែណែនហើយក៏ពេញពួរយើងព្រោះតំបន់សបាយហើយក្បែរផ្ទះដូចថាទាំងយើងទាំងគេចេះចង់ទៅលេងណាមិនថាខែបនទៀនក្តីមិនបនទៀនអីក៏ដោយដូចថាល្ងាចឡើងគឺដឹងតែមកអង្គុយជុំគ្នាដោយសារអង្គុយមើលថ្ងៃលិចថ្ងៃលិចនៅក្រោយថ្ងៃលិចហើយយើងបានមើលថ្ងៃលិចមើលទឹកមើលអីនៅអាងពេញពួយស្រស់ស្អាតមែនទែនដូចខ្ញុំនិយាយចឹងថាធ្វើឲ្យអារម្មណ៍យើងរីករាយសប្បាយចិត្តរីករាយទទួលបានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តនាពេលចុងសប្តាហ៍ដូចថាយើងម្នាក់ទាំងខ្ញុំទាំងគេហត់នៅធ្វើការងារដែរណាបាទដល់ពេលបានមកអង្គុយចឹងទៅមានអារម្មណ៍ថាទទួលបានអារម្មណ៍មួយថាសប្បាយចិត្តប្លែកអារម្មណ៍ដែរយើងរួមទៅមិនអាចទៅដល់ខាងសមុទ្រអីណាទេបាទសមុទ្រកំពង់សោមហ្នឹងយើងនេះអាងកពីងពួយក៏មានសមុទ្រដែរយើងឧបកិច្ចទៅសមុទ្រអាងកពីងពួយនេះទឹកឡើងប្រប៉ិនដីណាធំណាស់បាទអ្នកមកធ្លាប់មកអាងកពីងពួយដឹងហើយថាទឹកនេះធំណាស់ហើយថ្លាឆ្វងបាទថ្លាឆ្វងគួរជាទីគយគន់នាពេលល្ងាចធ្វើឲ្យអារម្មណ៍យើងសប្បាយចិត្តរីករាយជាមួយនឹងធម្មជាតិពិតតែម្ដងនេះបើមិនជឿទេបងប្អូនអាចសាកល្បងមកម្ដងមើលបងប្អូនណាដែលមិនធ្លាប់មកហើយអ្វីដែលសំខាន់ខ្ញុំរៀបកំណត់ឲ្យបងប្អូនយើងដូចថាយើងមានឪពុកម្ដាយចាស់អីចឹងដូចថាគាត់នៅតែផ្ទះចឹងយកគាត់មកលំហែអារម្មណ៍លំហែកាយគាត់កុំឲ្យ stress អីកុំឲ្យគាត់មើលទៅដូចថាគាត់នៅតែផ្ទះអីចឹងណានាំគាត់មកដើរលេងតាមចេះអង្គុយមើលគេមើលអាយមើលទឹកមើលអីចឹងទៅបាទមានទាំងកញ្ចក់ធំក៏មានអង្គុយនៅអញ្ចឹងក៏មានបាទសូម្បីតែយើងក្មេងៗមកអញ្ចឹងទទួលបានអារម្មណ៍មួយល្អទៅវិញបាទហើយតម្រាំដូចតែយើងមានពុកម្ដាយចាស់អ៊ំចាស់នៅផ្ទះអីមិនថាដូចថាយើងក្មេងៗក៏ដោយដូចថាយើងនៅផ្ទះរវល់តែការងារពេកមិនបានដើរលេងកំសាន្តព្រោះយើងបានមកអញ្ចឹងម្ដងយូរម្ដងណាបាទផ្លែអារម្មណ៍ខ្ញុំជឿថាទាំងទទួលបានអារម្មណ៍ល្អទៅវិញនេះឥឡូវយើងមកដល់អាងធំនេះអាងកាពីងពួយនេះដែលអាងធំគេបំផុតណាដែលដូចថាចូលឆ្នាំចូលអីគេលេងនៅក្រោមអាងអាងមួយទៀតសំទោសជាស្រ័យខ្ញុំច្រឡំអាងនេះអាងទូចទេអាងធំនៅខាងមុខបាទខ្ញុំច្រឡំអាងនេះមាន2អាងនេះទូចទេអាងនៅខាងនោះមិនអាងធំបងប្អូនឃើញដូចខ្ញុំនិយាយចឹងថាមនុស្សច្រើនណាស់ជិះតាំងពីជើងភ្នំមកដល់អាងនេះអាងធំគេលេងទឹកហ្នឹងនិយាយថាអត់ដាច់មនុស្សទេហើយនេះយើងកន្លែងទីតាំងតូចផងណាបើសិនជាកន្លែងទីតាំងធំវិញមិនដឹងថាបងប្អូនមកលេងច្រើនប៉ុណ្ណាទេគ្រាន់តែទីតាំងនេះយើងទៅដូចថាទៅអភិវឌ្ឍរួចចេះដូចថាមិនទាន់ជាមានកន្លែងទលំទលាច្រើនទេទៅនឹងមានការឈូសឆាយដីផ្ញើឡានផ្ញើអីតាមមួយចំនួនទេអញ្ចឹងនៅដូចថាបងប្អូនខ្លះក៏គាត់ដាក់ខាងលើខ្លះទៅបាទអញ្ចឹងនៅរៀងចង្អៀតបន្តិចតើកាលណាឡានធំមករៀងកក់ស្ទះនេះបងប្អូនយើងមកអង្គុយឈរមើលថ្ងៃរៀបលិចមើលអាងកាពីងពួយហើយខ្ញុំនេះទៅវិញហើយព្រោះអត់អាចនៅយប់បានទេព្រោះយប់អាចនឹងថាយើងចេញទៅវាស្ទះវាអីចឹងទៅហើយណាមួយខ្ញុំមកតាំងពីភ្លឺតាំងពីថ្ងៃខ្ញុំចូលចិត្តដើរលេងពីភ្លឺដែរ
ហើយតកាលណាយើងមកល្ងាចពេកទីមួយអត់មានកន្លែងអង្គុយទេទាំងយើងទាំងគេចេះចង់មកលេងណាកន្លែងស្អាតកន្លែងល្អកន្លែងសប្បាយអញ្ចឹងទៅចឹងហើយយើងតមកវាភ្លឺចឹងមកវាភ្លឺរកកន្លែងអង្គុយស្រួលបួលមើលកន្លែងចំកន្លែងណាដែលស្អាតគួរជាទីគយគុណគួរជាទីកន្លែងថតរូបស្អាតបាទធ្វើអារម្មណ៍យើងរីករាយសប្បាយចិត្តណាបាទនេះបាទគាត់បងប្អូនយើងចាយក៏គាត់មកលក្ខណៈគ្រួសារគាត់ដឹកកូនដឹកចៅមកអស់ហើយអ្នកបាត់ដបងអ្នកភ្នំសំពៅអ្នកប្រវល់ថ្មគោលអីអស់មកច្រើនណាថ្ងៃ8មិនិនានេះប្រហែលជាអាចមានបងប្អូនយើងអ្នកចម្ងាយទៀតអូនេះអាងធំនេះអូអាងធំគេឥឡូវជិះហួរអាងធំហើយដោយសារចង្អៀតពេកបងប្អូនបានចូលថតអាងធំឲ្យបងប្អូនយើងមើលទេហើយខ្ញុំនេះជិះទៅពហុហើយព្រោះដោយសារតែអត់មានកន្លែងចតឡានផងបើតាមពិតបើមានកន្លែងចតឡានជិះដល់ចង់ថតអាងឲ្យបងប្អូនយើងមើលប៉ុន្តែចង្អៀតណានេះបងប្អូនឃើញអត់នេះល្ងាចឡើងដូចថាអ៊ំគាត់មកអង្គុយមើលថ្ងៃលិចជាមួយកូនគាត់ចឹងទៅបាទដូចថាអារម្មណ៍គាត់រីករាយសប្បាយចិត្តដែរបាទសប្បាយចិត្តជាមួយនឹងធម្មជាតិជាមួយនឹងទេសភាពក៏ដូចជាសំខាន់ស្រីស្អាតក៏ច្រើនទៀតអ្វីដែលសំខាន់ក៏បោស្រីស្អាតប្រុសស្អាតមកលេងពេញទឹកពេញដីបាទអូយសប្បាយនិយាយទៅអាងកាពីងពួយនេះសប្បាយតាំងពីដើមតាំងពីជំនាន់ខ្ញុំនៅក្មេងៗតាំងជំនាន់ខ្ញុំចតុងកាលនោះខ្ញុំនៅស្រុកកំរៀងផ្ទះខ្ញុំណាខ្ញុំអាសាឲ្យដូចថាចូលឆ្នាំអីដឹងថាមួយមិត្តភក្តិជិះម៉ូតូមកហើយធ្វើមិនសំដៅតមកនឹងឯងមកអាងកាពីងពួយចេញពីអាងកាពីងពួយទៅរុំជ្រៃខ្នាចអមាសទៅជួនកាលចូលបាត់ដំបងអញ្ចឹងទៅភ្នំសំពៅអញ្ចឹងទៅគោលដៅចឹងឯងមកទៅបាត់ដំបងយើងមានតែប៉ុណ្្នឹងឯងមកលេងតាមអាងកាពីងពួយអីហ្នឹងឯងឥឡូវយើងដល់ផ្លូវបាយទៅខាងបាត់ដំបងហើយព្រោះមកកាលមកខ្ញុំមកតាមអូដូនបើតែឥឡូវខ្ញុំចេញទៅតាមនេះវិញចេញតាមនេះវិញបងប្អូនបាយបាយ